បាទជំរាបសួរបងប្អូននេះអានេះគឺសកម្មភាពដែលយើងបរៀនកូនមន់ទូចទេបងប្អូនឲ្យវាស៊ីតកើបាទអញ្ចឹងកូនមន់ទូចអាយុចាប់ពីមួយអាទិត្យជាងទៅប៉ុណ្ណឹងយើងអាចឲ្យវារៀនស៊ីតកើបានចឹងយូរពូបងប្អូនឯងចិញ្ចឹមតកើហ្នឹងពេលដាក់ឲ្យស៊ីព្យាយាមយកអាតកើណាទូចទេបងប្អូនកុំដាក់អាតកើណាធំពេកព្រោះកូនមន់ទូចហ្នឹងប្រព័ន្ធរំលាយអាហារវានៅខ្សោយនិយាយស្រួលស្ដាប់ទៅមានន័យថាពោះវៀនវានៅខ្ចីចឹងយើងកុំព្យាយាមយកអាតកើណាធំពេកឲ្យវាស៊ីយើងដាក់អាតកើទូចចឹងមកចឹងដាក់ទៅវារៀនស៊ីចឹងតែពី3ថ្ងៃទៅវាចេះស៊ីអាតកើហ្នឹងហើយមួយទៀតកុំដាក់ឲ្យវាស៊ីច្រើនពេកបងប្អូនណាមួយថ្ងៃយើងដាក់ប៉ុណ្ណឹងអីទៅបានតែមន់20ក្បាលអញ្ចឹងវារៀនស៊ីអស់ទៅស្អែកចាំដាក់តិចទៀតចឹងណាចឹងកុំឲ្យវាស៊ីច្រើនពេកកូនមន់ទូចព្រោះខ្ញុំបញ្ជាក់ចឹងប្រព័ន្ធរំលាយអាហារវាអត់តន់រឹងមាំទេអានេះខ្ញុំទំតម្លាក់ពីកន្លែងយើងនេះកន្លែងយើងស្អំវាកន្លែងទូកម្ដៅវាចឹងយើងយកមកដាក់នៅក្នុងរោងមន់របស់យើងឲ្យវាស៊ីតកើហ្នឹងចឹងបងប្អូនឃើញវារៀនចឹកស៊ីនេះថ្ងៃទី1បងប្អូនទំតម្លាក់មកមិញហើយដាក់ទៅវារៀនចឹកស៊ីមកទៅតាមគ្នាបាទចឹងកូនមន់ឬក៏ទីអីហ្នឹងបាទចូលចិត្តស៊ីណាស់តកើហ្នឹងបងប្អូនហើយពេលវាស៊ីទៅបងប្អូនចាំមើលការលូតលាស់វាទៅបងប្អូនដឹងហើយថាសត្វដែលវាស៊ីតកើដែលយើងចិញ្ចឹមហ្នឹងវាលូតលាស់មិនហើយសុខភាពវាបាត់ណាចឹងណាចឹងអានេះខ្ញុំអត់និយាយទេខ្ញុំចាំបងប្អូនណែដែលគាត់មកមានបទពិសោធន៍ចិញ្ចឹមតកើហ្នឹងបងប្អូនសួរគាត់ទៅថាតើអាមន់ឬក៏សត្វដែលយើងដាក់តកើហ្នឹងឲ្យវាស៊ីថាសុខភាពវាហើយនឹងការលូតលាស់វាល្អដូចគេនិយាយអត់ព្រោះនេះខ្ញុំអត់និយាយខ្លួនឯងទេកុំឲ្យថាខ្ញុំចេះតែថាចឹងបងប្អូនចឹងបងប្អូនចាំសួរគេខ្លួនឯងទៅបងប្អូនស្គាល់ពីណាគេដែលចិញ្ចឹមហ្នឹងសួរគេទៅដឹងហើយថាតើសត្វដែលយើងចិញ្ចឹមឲ្យយើងឲ្យវាស៊ីតកើហ្នឹងតែសុខភាពវាលូតលាស់ល្អដូចគេថាចឹងអត់បែរចឹងមន់នេះខ្ញុំទំតម្លាក់មកមិញហ្នឹងបងប្អូនយើងតម្លាក់ហើយយើងដាក់កូនតកើហ្នឹងឲ្យវាស៊ីតែម្ដងអញ្ចឹងវាឃើញទៅវិញរវឹកដូចវឹកហ្នឹងវាចាប់ដើមរៀនស៊ីនេះបងប្អូននេះពំចាស់ពំឡើងអញ្ចឹងតែមួយថ្ងៃពីរថ្ងៃគឺលែងចង់ស៊ីចំណីបងប្អូននេះនេះសាមន់ទូចចឹងយើងធ្វើចំណីកូនមន់ធម្មតាតាំងពីពេលញាស់មករហូតដល់ពេលប៉ុណ្ណឹងហើយដល់ពេលយើងព្រាទៅវាស៊ីតកើតា 4-5 ថ្ងៃទៅចំណីនេះវាលែងស៊ីបងប្អូនវាចាំស៊ីតែតកើហើយដល់ពេលហ្នឹងគឺយើងបដាច់ចំណីផ្សារនេះមកហើយយើងឲ្យទៅស៊ីតកើហ្នឹងហើយស៊ីបាយស៊ីកតក់ស៊ីអីធម្មតាអញ្ចឹងបងឌីមន់យើងធម្មតាអញ្ចឹងអានេះយើងកាត់បន្ថយចំណីបានច្រើនព្រោះចំណីនេះយើងប្រើតែកូនមន់ពេលទូទេចំណីផ្សារនេះបងប្អូនតែវាធំទៅចាប់ពីប៉ុណ្ណឹងទៅយើងរៀនឲ្យស៊ី